ជំហរកម្ពុជារឿងព្រំដែនជាមួយថៃត្រូវប្តឹងទៅតុលាការអន្តរជាតិបើទោះបីថៃមិនព្រមទៅក៏ដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជំហររបស់កម្ពុជាចុងក្រោយនេះថាបញ្ហារឿងចំនួនព្រំដែនកម្ពុជាថៃនៅពេលនេះត្រូវតែដាក់ទៅតុលាការអន្តរជាតិ ICJ បើទោះបីថៃមិនព្រមទៅក៏ដោយកម្ពុជាសម្រេចចិត្តដាក់ពាក្យប្តឹងជាផ្លូវការដើម្បីរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនេះជាការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីនៅក្នុងពិធីសមាជព្រឹទ្ធសភារដ្ឋសភាកាលពីព្រឹកមិញនេះសម្ដេចបញ្ជាក់ថាកម្ពុជាមិនចង់បានទឹកដីអ្នកណាទេតែកម្ពុជាដាច់ខាតមិនឲ្យអ្នកណាមកឈ្លានពានបានឡើយអ្វីដែលកងទ័ពយើងត្រូវការនៅពេលនេះគឺការគ្រប់គ្រងលើកទឹកចិត្តដល់ប្រជាជនយើងខ្ញុំសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបទោះមាននិន្នាការនយោបាយណាក៏ដោយសូមគ្រប់គ្រងកងទ័ពយើងសម្ដេចតេជោហ៊ុនសែនក៏បានថ្លែងនៅក្នុងសមាជនេះដែរថាយន្តការចរចានៅតែបន្តតែយើងត្រូវបបួលភាគីថៃទៅតុលាការអន្តរជាតិតែបើគេមិនព្រមទៅយើងត្រូវតែប្តឹង25ឆ្នាំហើយដែលយើងចរចាគ្នាក្នុងនោះខ្ញុំធ្លាប់បានប្រើពេល23ឆ្នាំកន្លះហើយបន្តមករាជរដ្ឋាភិបាលថ្មីនេះទៀតតើមានអ្វីនៅពីក្រោយរឿងនេះសម្ដេចបន្តថាបើយើងមិនដោះស្រាយឲ្យបានចប់ទេវានឹងដូចករណីប៉ាឡេស្ទីននិងអ៊ីស្រាអែលតែសូមប្រជាជនយើងជៀសវាងកុំឲ្យទំនាស់នេះរាលដាលជាទំនាស់ជាតិសាសន៍យើងនៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មទេសចរ